តិចនិចតិចតួចប៉ុន្តែអាចធ្វើឲ្យយើងចំណេញហ្នឹងគឺដោយសារតែកាលណាតែយើងកាអាវយើងទុកចោលយើងអត់សូវបានរើយើងបត់ទុកកលើគ្នារហូតគឺយើងអត់បានដឹងម៉ូដរបស់យើងពីមុនកាអាវណាយើងពាក់តាដែលទេអញ្ចឹងគឺយើងត្រូវធ្វើការរើវារៀបសារឡើងវិញនៅពេលហ្នឹងគឺយើងនឹងឃើញហើយកអាវរបស់យើងដែលកកិនលើគ្នាពីមុនមកជួនកាលយើងបញ្ញាប់ពេកយើងស្លៀកតែដែរលេអញ្ចឹងហើយគឺប្រកាសជាយើងនឹងទិញថ្មីហើយកាលណាទិញថ្មីគឺយើងនឹងចាយលុយបន្ថែមទៀតហើយកៅអៅរបស់យើងផ្សេងទៀតអាចនឹងអត់ពាក់ហើយចំណុចមួយនេះគឺខ្ញុំនិយាយពីសារៈសំខាន់នៃការអាសារើគឺមួយខែកន្លះ2ខែអញ្ចឹងទៅយើងរើម្ដងគឺយើងប្រម៉ែឲ្យទៅអ្នកបងប្អូនដូចថៃប្រជុំអញ្ចឹងគឺបងប្អូននៅស្រុកដែលគាត់អត់មានកៅអៅពាក់អីចឹងគឺយើងរើបានដើម្បីឲ្យគាត់មានកៅអៅថ្មីផងគាត់អត់សូវអស់លុយដែរអញ្ចឹងគឺវាជួយទាំងធ្វើឲ្យយើងនឹងមានកៅអៅរបស់យើងដែលយើងអត់ចំណាយលុយទិញយើងមើលកៅអៅយើងចាស់ពីមុនដែលយើងអត់បានរើវាហ្នឹងហើយយើងក៏បានរើឲ្យទៅបងប្អូនយើងនៅស្រុកបានគាត់បានពាក់ល្អថ្មីដែរ